រកឃើញបញ្ហាគណៈអភិបាលខេត្តក្រុងមួយចំនួនមិនទាន់មានការសហការល្អជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជាថ្នាក់ខេត្តក្នុងចំណោមបញ្ហាជាច្រើនក្នុងនោះបញ្ហាដែលកិច្ចប្រជុំភាពជាដៃគូក្រុមការងារតផ្នែករដ្ឋបាលដែនដីសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកមកពិភាក្សាពីគណៈអភិបាលខេត្តក្រុងមួយចំនួនមិនទាន់មានការសហការល្អជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជាថ្នាក់ខេត្តនៅឡើយក្រសួងមហាផ្ទៃនិងសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃច័ន្ទទី10ខែមិនិនាឆ្នាំ2025បានរៀបចំកិច្ចប្រជុំការងារតផ្នែករដ្ឋបាលដែនដីសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជនដែលមានលោកសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាសហប្រធានក្រុមការងារតតំណាងផ្នែករដ្ឋាភិបាលនិងអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់វេទិការាជរដ្ឋាភិបាលផ្នែកឯកជនកសអែរនិងជាសហប្រធានក្រុមការងារតដែលបានពិភាក្សាលើបញ្ហាជាក្តីកង្វល់របស់វិស័យឯកជនសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជាក្រោយចប់កិច្ចប្រជុំបានឲ្យដឹងថាគោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះបានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជនរួមមានទី1គណៈអភិបាលខេត្តក្រុងមួយចំនួនមិនទាន់មានការសហការល្អជាមួយនឹងសភាពាណិជ្ជកម្មថ្នាក់ខេត្ត2បញ្ហាការត្រួតពិនិត្យនៅមាត់ច្រកចេញចូលតាមព្រំដែនពីសំណាក់ប្រធានមាត់ច្រកដែលជាមន្ត្រីដែលចាត់តាំងពីសាលាខេត្តទី3ចរាចរណ៍ផ្លូវគោកនៅពេលក្រុមហ៊ុនជួបគ្រោះថ្នាក់ចរាចរណ៍មិនដល់ជីវិត4បញ្ហាស្លាកសញ្ញាចរាចរណ៍5ការត្រួតពិនិត្យអ្នកបើកបរដែលមានផ្ទុកឬប្រើប្រាស់សារធាតុញៀន6សំណើសុំកិច្ចសហប្រតិបត្តិការនិងចាត់វិធានការលើបទល្មើសបច្ចេកវិទ្យា7បញ្ហាប្រឈមចំពោះបច្ចេកទេសក្នុងការប្រើប្រាស់ដ្រូនកសិកម្មនិង8ផ្សេងទៀតបើតាមសភាពាណិជ្ជកម្មអង្គប្រជុំបានឯកភាពទទួលយកដំណោះស្រាយក៏ដូចជាធាតុចូលពីវិស័យឯកជនដើម្បីពិនិត្យធ្វើយ៉ាងណាសម្របសម្រួលផ្ដល់ជូននៅវិស័យនេះនៅបរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរក្នុងប្រទេសកម្ពុជា